សូមទស្សនារឿងអប់រំក្មេងនិយាយមិនគោរពពាក្យសន្យានៅព្រឹកដ៏ភ្លឺស្វាងមួយសុខាសូមឲ្យបងប្រុសរបស់នាងវីរៈសន្យាជួយអំបោសទីធ្លាខ្ញុំសន្យាថានឹងមកជួយបងបោះសម្អាតជាមួយបងឲ្យរួចរាល់សុខាចាប់ផ្ដើមធ្វើការងារដោយឧស្សាហ៍ព្យាយាមនាងធ្វើការងាររបស់នាងដោយមិនរអ៊ូអ្វីទាំងអស់ប៉ុន្តែវីរៈបានឮមិត្តភក្តិហៅគាត់ទៅលេងហើយគាត់ក៏ភ្លេចសន្យារបស់គាត់រត់ទៅលេងដោយគិតថាគាត់អាចត្រឡប់មកវិញបានយ៉ាងលឿនពេលសុខាបញ្ចប់ការងារនាងបានរំចាំអូនប្រុសរបស់នាងប៉ុន្តែវីរៈមិនបានត្រឡប់មកវិញទេសុខាមិនបានស្រែកទេឬខឹងទេនាងបានដើរទៅកាន់ទីសក្ការៈបូជានៃព្រះបារមីនាងបាននិយាយទៅកាន់ព្រះបារមីដោយសំឡេងស្ងប់ស្ងាត់អំពីការសន្យាដែលប្អូនប្រុសរបស់នាងបានភ្លេចនៅឆ្ងាយពីបងស្រីវីរៈស្រាប់តែមានអារម្មណ៍ធ្ងន់ក្នុងចិត្តអូយខ្ញុំភ្លេចពាក្យសន្យាជាមួយបងស្រីរបស់ខ្ញុំមិនគាត់ខឹងខ្ញុំដែរឬទេគាត់នឹកឃើញពាក្យសន្យារបស់គាត់ហើយដឹងថាការបំពានពាក្យសន្យារួចគិតថាវាជាអំពើមិនល្អទេខ្ញុំបានក្បត់ការសន្យាជាមួយនឹងបងស្រីរបស់ខ្ញុំត្រូវតែត្រឡប់ទៅវិញដោយមានអារម្មណ៍ខ្មាស់អៀនវីរៈបានរត់ត្រឡប់ទៅផ្ទះវិញយ៉ាងលឿនដើម្បីសូមទោសពីកំហុសរបស់ខ្លួនវីរៈនិយាយទាំងមិនហ៊ានមើលមុខបងស្រីរបស់គាត់ I didn't mean to. I'm sorry. ហើយគាត់បានសូមទោសបងស្រីសុខាញញឹមហើយទទួលយកការលើកលែងទោសរបស់ប្អូនប្រុសរបស់នាងមិនអីទេតោះយើងមកជួយគ្នាធ្វើវាឥឡូវនេះពួកគេបានធ្វើការងារជាមួយគ្នាការងារក៏ត្រូវបានបញ្ចប់យ៉ាងលឿននិងងាយស្រួលមិនយូរប៉ុន្មានទីធ្លាទាំងមូលក៏បានស្អាតទាំងអស់វីរៈបានទៅគោរពព្រះបារមីដើម្បីថ្លែងអំណរគុណចំពោះការរំលឹកដ៏ស្ងៀមស្ងាត់អរគុណព្រះបារមីដែលបានជួយខ្ញុំឲ្យធ្វើរឿងត្រឹមត្រូវមកវិញពួកគេបានឃើញផ្កាមួយដាំតូចដែលរីកស្រស់បំព្រងយ៉ាងស្រស់ស្អាតនៅក្បែរទីសក្ការៈបូជាមើលទៅផ្កានេះទៅវាពិតជាស្រស់ស្អាតណាស់វីរៈបានដឹងថាភាពស្មោះត្រង់របស់ពួកគេបាននាំមកនូវសេចក្តីសុខដល់គ្រួសារគាត់បានបដិញ្ញាចិត្តថានឹងមិនភ្លេចការសន្យាទៀតឡើយចប់ពីថ្ងៃនេះតទៅខ្ញុំនឹងរក្សាពាក្យរបស់ខ្ញុំជានិច្ចភាពស្មោះត្រង់បាននាំនូវសេចក្តីសុខនិងភាពស្ងប់ស្ងាត់ដល់គ្រួសាររបស់ពួកយើងហើយព្រះបារមីក៏បានបន្តការពារក្រុមគ្រួសារដែលចេះរក្សាពាក្យសន្យានិងចេះគោរពពួកគេរស់នៅដោយមានសុភមង្គលនិងចេះទុកចិត្តគ្នាទៅវិញទៅមកដូច្នេះហើយមេរៀនដ៏សំខាន់គឺចុះគោរពពាក្យសន្យាជានិច្ចព្រោះភាពស្មោះត្រង់នាំនូវសេចក្តីសុខនិងសុភមង្គលដល់ក្រុមគ្រួសារជួយ Like Subscribe រត់ចិត្តកណ្ដឹងដើម្បីមានកម្លាំងចិត្តផលិតវីដេអូអប់រំ